ថ្ងៃនេះអាត្មាមកបង្ហាញអំពីកម្មវិធី Tool ដែលយើងកែរូប 4x6 3x4 នឹងឯងហើយដើម្បីយើងកែបានជាងយើងចូលនេះកន្លែងទី1នឹងមកចូលកន្លែងនឹងហើយក្នុងកន្លែងនេះវាដាក់ថាចិនសើមកអានហ្នឹងវាប្រែមកយើងកែបានតែរូបមួយទេមានតែយើងដាក់រូបក្នុងហ្នឹងបានតែមួយហ្នឹងណាបើកន្លែងនេះយើងអាចដាក់ច្រើននេះយើងកន្លែងនេះមកថែមកន្លែងនេះឥឡូវយើងដាក់តែមួយសិនមកហើយយើងចូលកន្លែងនេះមកអញ្ចឹងយើងទៅរករូបរបស់យើងមកឧទាហរណ៍យករូបនេះមកនេះយើងបានជាងហើយយើងត្រូវមើលនៅខាងនេះអក្សរហ្នឹងមានន័យថាភេទស្រីខាងនេះភេទប្រុសបើយើងដាក់រូបហ្នឹងជារូបប្រុសយើងត្រូវរើសកន្លែងនេះបើកន្លែងហ្នឹងឬក៏កន្លែងហ្នឹងដែលរូបស្រីយើងត្រូវរើសកន្លែងនេះអាហ្នឹងនេះកន្លែងនេះនិយាយតិនហ្នឹងភេទស្រីភេទប្រុសហើយកន្លែងដូចតើងមានន័យថាភ្ញៀវនឹងឯងហើយកន្លែងនេះសម្រាប់មនុស្សចាស់ចាប់ពីអាយុ30ឡើងអីហ្នឹងទៅគិតថាមនុស្សចាស់ហើយកន្លែងនេះថានាងវ័យកណ្ដាលមានន័យថាចាប់ពី5 10ឡើងទៅ20មានន័យថា30ចុះដល់15ហ្នឹងអាហ្នឹងឯងដល់កន្លែងនេះសម្រាប់មនុស្សក្មេងចាប់ពីអាយុ10ឆ្នាំចុះមកប៉ុន្តែដោយសាររូបនេះគាត់វ័យគាត់ហ្នឹងប្រហែលជាកតុង6 7 10អីចឹងទៅយើងយកកន្លែងកណ្ដាលហ្នឹងមកហើយកន្លែងនេះទៀតវាឈ្មោះថាចាំងហ្វុកមានន័យថាការកន្លែងហ្នឹងគឺសម្រាប់ដែលយើងខោអាវរបស់យើងហើយក្នុងទីនេះគេមានខោអាវស្រាប់របស់គេក្នុងទីនេះខោអាវស្រាប់ណាហើយអានេះយើងវិញមានន័យថាអាវនៅដដែលបើយើងអត់បដូរអាវគឺអាវនឹងដដែលហើយកន្លែងនេះសម្រាប់សក់ដែលយើងប្រើសក់ហ្នឹងសក់ខ្លីឬក៏សក់ញែញ៉ាយអីកន្លែងហ្នឹងឯងឧទាហរណ៍អាត្មាតេស្តមួយឲ្យមើលអាត្មាទុកអានេះកន្លែងហ្នឹងដដែលហើយកន្លែងនេះដដែលអានេះដដែលតែមើលប្រែប្រួលអីយ៉ាងណាហើយកន្លែងឧបាសធីហ្នឹងសម្រាប់រូបវាយើងមើលដែរបើថារូបនឹងស្អាតយើងដាក់វា550អីចឹងទៅឬក៏40ជាងយើងអូសមកថែមណាបើថារូបនឹងអាក្រក់អញ្ចឹងយើងត្រូវតម្លើងអាហ្នឹង50ឬក៏51 52ពេលណាដែលយើងឡើងខ្លាំងពេកពេលដែលវា generate ហ្នឹងរូបអត់ជាការពិតមានន័យវាអត់ដូចមុខម្រុងដើមណាប៉ុន្តែបើយើងបន្ថយទៅអាចដូចម្រុងដើមហើយយើងជាក់ស្ដែងមកយើងតេស្តមួយយើងអត់ដាក់អីទាំងអស់យើងចាំតិចសិនទៅនេះឃើញទេវានៅដដែលដោយសារម៉េចវានៅដដែលដោយសារយើងអត់រើសកន្លែងនេះអត់រើសអាវឲ្យវាដោយសារយើងអត់បានកែកន្លែងហ្នឹងដល់ពេលដែលអត់បានកែកន្លែងហ្នឹងទៅគឺរូបវានៅដដែលនឹងឯងនេះឥឡូវយើងសាក់កន្លែងនេះមួយកន្លែងនេះចាំងហ្វុកមានន័យខោអាវឥឡូវយើងបដូរខោអាវអីខោអាវសមីវាអាវដូចជាពណ៌ហ្នឹងឯងឥឡូវសាក់ចូលមកហើយសក់ហ្នឹងកន្លែងនេះកន្លែងសក់ឥឡូវយើងទប់សក់នៅដដែលវាតែកែបន្តិចទេសក់ឥឡូវយើងយក background ពណ៌ខៀវដដែលវាអត់ស្អាតទេបើយើងចង់យក background ពណ៌ខៀវហ្នឹងលុះត្រាយើងថត background ពណ៌អីផ្សេងមិនវាកាត់ background ឲ្យយើងស្អាតឥឡូវអាត្មាសាកកាត់ background ពណ៌សទៅយើងចុចពណ៌សមកយើងចុចgenerate មកគឺវានឹងទទួលបានលទ្ធផលមកឡើយ
này ao nó ao sơ mí á này rụt đây dân trên đã đẹp hơi này sợ này chứ lâu dân tè ao tiệt dân tao cho năm thạc lại ní cứ ao đây dân lạc đồ oi nhiều được gọi rụt buồn con của môi năng ai lâu dân mặt tè lại ní ao sơ mí chẳng vì là ao po đôi chừng đấy tay bị po sò chừng dân tè lại máu hay lại sọ nó dân tục ở đài máu hay anh ấy dân dùng background po sò ở đài dân trên đã đẹp máu này ao po sò ai sợ nâng mẹ bỏ dân trong ai sợ nâng vì vì bạt dân dân cho cái lại này nè hoặc là cái lại sợ dân chẳng ăn bị cái lại nắng chămรับdân cái sợ lâu thì họ sợ nâng vì nhẹ nhàng tích đâu lâu dân đã sợ nâng ở vì sát mình chạy cái lại máu dân chèn là đẹp màu nè chạm đào sợ vì sát này nâng cái lại sợ dân trao cho năm thằng nè cái lại vùng lưng máu cứ cái lại sợ lâu dân mọc độ ao mình ao này ao của sò hái lâu dân vô ao polo lâu dân trồng đang ao polo việc mấy gì chèn đẹp máu lâu dân chọi cái lại đi máu chèn đẹp này chèn ao đi màu dân ấy lâu dân tay tiền nè những tay ôm á ao kiwi nữa anh dân trao cho năm tha cái lại ní chấm nạp phát đồ sọ chạm đi tiết dân cho mặc lại sợ lâu dân phong tại nơi cái lại áo chân dân đồ áo sần này áo ừ. lâu dân rong tiệt này áo báo dân đồ tiệt chứ dân tay mơ áo hôn dân này lâu tay mơ áo tiệt này áo này tiệt hoặc là ní vẹt nữ cộng sở hai miền là vẹt nữ chấm nạp áo say lâu dân tay máu này áo sọc xà la bàn tay sọc xà la dân ọt miên nè ọt miên hà cho co năng tề bàn tay là sàn ok miên chân dân bạch vô cái lại năng tề hơi cái lại nó có bạch vô đây cái lại có ao sọc xà la Việt Nam tề cái ao vàng ok nó có pay này ok là dân chọn đánh những tem này ao một pay này ok á rồi cái lại này vì ao sen thiệt
rồiយើងគិតថាតេស្តប៉ុណ្្នឹងទៅឥឡូវយើងមកដល់ម៉ូតសក់ឥឡូវម៉ូតសក់នេះអានេះសក់ខ្លីដាក់មើលសក់ខ្លីវាយ៉ាងណានេះសក់ខ្លីឥឡូវយើងមកដាក់សក់វែងវិញនេះសក់វែងនេះខុសគ្នាឆ្លាស់វិញអញ្ចឹងវាដាក់សក់ដាក់អីឲ្យយើងហើយសក់វែងដែរឥឡូវយើងដាក់ថែមសក់ទៀតអានេះតាក់ទងជាមួយខោអាវតាក់ទងជាមួយខោអាវដែរបិទតែកន្លែងសក់ប៉ុន្តែវាតាក់ទងខោអាវដែរហើយកន្លែងនេះចំណាប់សក់ដែលយើងខ្យល់ខាងនេះពីនេះចុះមកក្រោមគឺចំណាប់សក់មនុស្សប្រុសឃើញទេដល់ពេលយើងដាក់ដល់ពេលយើងដាក់សក់មនុស្សប្រុសគឺវាចាញ់ជារូបប្រុសមកបដោយណាអញ្ចឹងយើងត្រូវចាំថានេះអានេះគឺសក់មនុស្សប្រុសអញ្ចឹងយើងបើមនុស្សប្រុសចាំយើងដាក់បើថាមនុស្សស្រីយើងកុំដាក់ប៉ុន្តែបើអាកន្លែងនេះមនុស្សប្រុសក៏យើងដាក់បានមនុស្សស្រីក៏ដាក់បានកន្លែងហ្នឹងណាមួយហ្នឹងឥឡូវយើងដាក់សក់ដូចដើមវិញទៅហើយយើងដាក់អាវពណ៌សអីទៅនេះតែដល់វិញមកនេះមកនេះ background មកអានេះតាក់ទងជាមួយ background នេះ background ពណ៌ផេះហើយយើងបដូរ background ទៀតមកកន្លែង background ទៀតហើយអាត្មាចង់បញ្ជាក់ថាកន្លែង background ហ្នឹងបើបងចង់បាន background ពណ៌ខៀវពេលដែលយើងថតឲ្យភ្ញៀវយើងកុំថត background ពណ៌ខៀវយើងថត background ពណ៌អីផ្សេងមកអញ្ចឹងបានវាកាត់ background ពណ៌ខៀវឲ្យយើងស្អាតបើយើងថត background ពណ៌ខៀវយើងយកមកដាក់យក background ពណ៌ខៀវដែរវាកាត់ឲ្យអត់ស្អាតទេនេះឃើញទេវាកាត់ឲ្យអញ្ចឹងដោយសារវាស្មានណាថាអាផ្ទាំងហ្នឹងគឺពណ៌ខៀវហើយវាអត់ដឹងថាយើងផ្លាស់ប្ដូរទេអញ្ចឹងកន្លែងហ្នឹងបងត្រូវចាំថាបើចង់បាន background ពណ៌ខៀវអញ្ចឹងយើងថតឲ្យភ្ញៀវកុំថតពណ៌ខៀវបានវាកាត់ឲ្យយើងស្អាតហើយកន្លែង opacity កន្លែងនេះបើរូបស្អាតយើងដាក់550មក
ឬក៏ខ្សែជាងអីមកសម្រាប់រូបស្អាតហើយណាប៉ុន្តែបើថារូបអាក្រក់យើងត្រូវតម្លើងកន្លែង opacity នេះឡើង50ឬក៏52 53អីតាមហ្នឹងទៅកន្លែងហ្នឹងដូចគ្នាហើយយើង generate មកគឺហើយឡូវគិតថាឧទាហរណ៍អាត្មាយក background ពណ៌សទៅអាត្មា generate នេះមកគិតយើងគិតថាប៉ុណ្្នឹងបានហើយជាងយើងចាប់ដើមយើង down ដើម្បីយើងយក print ហើយកន្លែងនេះ down ភ្លាមគឺបានរូបតែមួយទេនេះអាត្មាសាក់ down ហើយនេះពេលដែលយើង down រួចពេលដែលយើង down រួចវាបានរូបតែមួយចឹងទេឃើញទេប៉ុន្តែរូបភាពវាច្បាស់អត់បែកទេឥឡូវដើម្បីយើងចង់បានរូបច្រើននោះត្រាណាយើងចូលកន្លែងនេះកន្លែងនេះក៏ save រូបដូចគ្នាប៉ុន្តែវាមានប្រភេទច្រើនប្រភេទនេះ std អីនេះហើយកន្លែងនេះវាមានច្រើនទៀតនេះ jpg png web អីចឹងទៅ website អីចឹងទៅប៉ុន្តែសម្រាប់យើងកាត់រូប 4x6 សម្រាប់យើងយកមកកាត់ print យើងចូលមកនេះមកនេះចូលមកកន្លែងនេះមកហើយវាមានកន្លែងរៀបរូបឲ្យយើងនេះប៉ុន្តែវាអាចឲ្យយើងចង់បានឧទាហរណ៍រូប 4x6 មែនតែបើថាយើងចង់បានរូបនឹងធំជាក្តាស់ A4 សតឬក៏ថាយកទំហំកន្លះម៉ែត្រអីក៏បានដែរយើងវាយຂະຫນາດកន្លែងនេះកន្លែងហ្នឹងឬក៏យើងចង់បានរូបនឹងផ្ដេកឬក៏បញ្ឈរអីនេះត្រូវកន្លែងនេះអានេះផ្ដេកនេះបញ្ឈរអានេះ4ជ្រុងហើយកន្លែងនេះក្តាស់ដែលយើងដាក់ print ហ្នឹង 10x15 អញ្ចឹងបើយើងចង់បានក្តាស់គុណ 10x15 នោះហើយយើងកាត់រូប 3x4 យើងចុចមកកន្លែងនេះមកនេះក្នុងក្តាស់ 10x15 វាមានបានដូចជាប្រហែល8រូបអញ្ចឹងយើងយក 4x6 អញ្ចឹង 4x6 បានតែ3រូបទេហើយបើយើងចង់បានលាយឡំ 3x4 4x6 យើងចូលមកកន្លែងនេះមកនេះអាហ្នឹងសម្រាប់ក្តាស់ 10x15 ហើយក្នុងនេះអាចយើងចូលមកមាន A4 A5 ក្នុងស្រាប់ទៀតនេះ13x18ទៀតនេះហើយយើងចង់បាន A4 ទៅ A4 យើងចង់បាន 4x6 ទៅនេះបានរូបឲ្យយើងហើយដល់ពេលដែលយើងបានរូបជាងហើយយើងគ្រាន់តែចុចកន្លែងនេះ down មកដល់ពេលដែលយើង down បានជាងហើយយើង print មកនេះរូបវាស្អាតជាងណាអត់មានបែកទេសុំអាវសំបីតែអាវក៏វាក៏ស្អាតដែររូបវិញរូបស្អាតហើយដល់ពេលយើងបានជាងហើយយើងចុច print មកហើយយើងរើសម៉ាស៊ីនរបស់យើងមកຂະຫນາດផ្ដេកឬຂະຫນາດឈរអីហ្នឹងយើងកំណត់អីណាកន្លែងនឹង A4 អីមកនេះឃើញទេ full ឲ្យយើងបងអស់ហើយយើង print ទៅហើយអញ្ចឹងមានវីដេអូមានតែប៉ុណ្្នឹងឯងខុសឆ្គងអីអធិស្ឋានឲ្យអាត្មាផង